លើកនេះមិនមែនត្រឹមតែបាត់2តង់ទេប៉ុន្តែរហូតដល់បាត់3តង់អញ្ចឹង Samsung គឺលេងមកអស់ដៃហើយ Fold ចេញមិនទាន់បានប្រហែលផងឥឡូវគេចេញជាមួយនឹង model ថ្មីគឺ 3 Fold ហើយឥឡូវសាកទាយមើលថាវាមានតម្លៃប្រហែលយោងតាមព័ត៌មានធំៗដែលបានប្រកាសថ្មីៗនេះតាក់ទងជាមួយនឹង Samsung បានចេញជាមួយនឹងទូរស័ព្ទ Samsung C3 Fold មានន័យថាជាទូរស័ព្ទដែលបាត់3តង់ដូចអ្នកនរគ្នាឃើញនៅក្នុងរូបភាពមួយហ្នឹងអញ្ចឹងខ្ញុំឃើញថាវាប្លែកមែនតើអាចនិយាយបានថាវាគឺជាទូរស័ព្ទទី1ហើយតាក់ទងជាមួយនឹងការបាត់3តង់ហ្នឹងហើយបើសិនជាយើងពលាវិញគឺវាសឹងតែស្មើជាមួយនឹង tablet មួយហើយប៉ុន្តែអ្វីដែលសំខាន់ខ្ញុំអត់ដឹងថាគេបិទ screen របៀបម៉េចឬក៏គេប្រើជាមួយនឹង case របៀបម៉េចទេហើយនៅក្នុងនោះដែរគឺវាមកជាមួយនឹង spec មួយចំនួនដូចជាអេក្រង់បត់នៅខាងក្នុងគឺវាមានទំហំ10 inch ដែល refresh rate គឺពី1រហូតដល់ 120Hz ហើយចំពោះអេក្រង់នៅខាងក្រៅវិញគឺមានទំហំ 6.5 inch ទម្ងន់របស់វាគឺ 3.9 ក្រាមជាមួយនឹងកម្រាស់ស្ដើងត្រឹមតែ 3.9 មីលីម៉ែត្រនៅពេលដែលយើងបើកពលាចេញមកទាំងអស់ហើយកម្រាស់របស់វាគឺឡើងរហូតដល់ 12.9 មីលីម៉ែត្រគឺនៅពេលដែលយើងបត់ចូលគ្នាប្រទេស chip នេះគេប្រើជាមួយនឹង Snapdragon 8 Elite for Galaxy ហើយ RAM វាមានជាមួយនឹង 16GB ហើយនឹង storage 512GB ហើយនឹង 1TB ទៅតាមជម្រើសរបស់យើងចំពោះថ្មវិញគឺ 5600 mAh ជាមួយនឹងកម្លាំងសាក 45W តាមខ្សែហើយនឹង 15W ជាប្រភេទ wireless ចំពោះកាមេរ៉ាខាងមុខវិញគឺ 10 megapixel ពីរគ្រាប់នៅខាងក្នុងហើយនិងខាងក្រៅហើយចំពោះកាមេរ៉ាខាងក្រោយវិញគឺមាន lens gold 200 megapixel ហើយនិង ultra wide 12 megapixel ហើយនិង telephoto 3x optical zoom 10 megapixel ហើយគេនឹងធ្វើការដាក់លក់នៅថ្ងៃទី12ខែធ្នូឆ្នាំ2025ប៉ុន្តែនៅប្រទេសកូរ៉េមិនមែននៅប្រទេសខ្មែររបស់យើងទេប៉ុន្តែអ្វីដែលឆ្ងល់គឺតើទូរស័ព្ទហ្នឹងនឹងមានតម្លៃប៉ុន្មានបើសិនជាអ្នកចង់ទាយអាចធ្វើការទាយនៅក្នុងប្រអប់ comment បាន